រឿងកាន់តែធំហ៊ានពេកហើយពូប៉ូលីសខត់មិនស្ដាប់ហ៊ានបើកមុខប៉ូលីសទៀតពេលនេះខត់ខ្លួនបានហើយកំពុងចាត់ការតាមផ្លូវច្បាប់មានគ្រោះថ្នាក់ចរាចរណ៍មួយនៅឯខេត្តកំពង់ចាមដែលបង្កឡើងដោយជើងខ្លាំងមួយរូបដែលបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ហើយបើករថព្រមទាំងបើកបំបុកនគរបាលនិងរថយន្តរបស់នគរបាលទៀតត្រូវបានចាប់ខ្លួនไว้ខ្នោះហើយបើយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានធ្វើសេចក្តីបំភ្លឺព័ត៌មានបញ្ជាក់បែបនេះថានៅវេលាម៉ោង 9:30 នាទីនៅថ្ងៃទី 6 ខែមេសាឆ្នាំ 2026 នៅចំណុចផ្លូវកៅស៊ូក្នុងភូមិវាលឃុំស្ពឺស្រុកចំការលើខេត្តកំពង់ចាមមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែលបង្កឡើងដោយរថយន្ត Toyota Wildfire ពណ៌ខ្មៅបើកបរដោយឈ្មោះប៉ុនបូចាភេទប្រុសអាយុ32ឆ្នាំរស់នៅភូមិព្រែកថ្មីសង្កាត់ព្រែកថ្មីខណ្ឌមានជ័យរាជធានីភ្នំពេញបានបុកប៉ះជាមួយនឹងរថយន្តមួយគ្រឿងម៉ាកតាកុមារពណ៌ទឹកប្រាក់និងបន្តទៅបុកជាមួយនឹងរថយន្តម៉ាក Highlander ពណ៌ទឹកប្រាក់បន្ទាប់មកអ្នកបើកបររថយន្តម៉ាក Toyota ខាងលើបានបន្តបើករថគេចពីកន្លែងកើតហេតុខណៈនោះសមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការព្យាយាមបញ្ឈប់រថយន្តខាងលើតែរថយន្តនេះមិនបានឈប់សកម្មភាពរហូតដល់បើកបំបុកសមត្ថកិច្ចនគរបាលបណ្ដាលឲ្យមានរបួសចំនួន3នាក់និងខូចខាតម៉ូតូចំនួន4គ្រឿងទៀតជាបន្តបន្ទាប់ហើយមិនបានឈប់រថយន្តក៏បន្តទៅចំណុចស្ថិតនៅភូមិអំពិលជួរឃុំតាអងស្រុកចំការលើក៏បានបើកបំបុករថយន្តកម្លាំងនគរបាលដែលកំពុងប្រតិបត្តិការមួយគ្រឿងទៀតដើម្បីការពារខ្លួននិងកុំឲ្យបន្តមានគ្រោះថ្នាក់ដល់អ្នកដទៃបន្តទៀតផងនោះដោយក្នុងពេលកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានឈានទៅដល់ការផ្ទុះអាវុធចំនួន3គ្រាប់បំបែកកង់ឡានតែម្ដងដើម្បីខាត់រថយន្តខាងលើសូមបញ្ជាក់ផងដែរថាករណីនេះបណ្ដាលឲ្យរងរបួសកងកម្លាំងនគរបាល3នាក់និងខូចខាតម៉ូតូ4គ្រឿងនិងរថយន្តចំនួន4គ្រឿងបច្ចុប្បន្នជំនាញបានឃាត់ខ្លួនអ្នកបើកបរឈ្មោះប៉ុនពូចាមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកចំការលើនិងបានកសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនទៅស្ថាប័នអាយកាអមសាលាដំបងខេត្តកំពង់ចាមតាមការសម្របសម្រួលរបស់ឯកឧត្តមកែវសុជាតិព្រះរាជអាជ្ញានៃអាយកាអមសាលាដំបងខេត្តកំពង់ចាមបន្ទាប់ពីបរិសុទ្ធខ្លាំងខាងលើត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនស្រាប់តែលោកផៃវណ្ណៈដាក់មួយផ្លែបែបនេះថាគ្មានស្អីទេតែសម្ដីយកមេឃទ្របអង្គុយបើកឡានបុកគេបុកឯងមិនឈប់ទេដេញបុកឡាននគរបាលទៀតឥឡូវជាប់ខ្នោះដៃរបស់នគរបាលខេត្តកំពង់ចាមហើយនេះបើយោងទៅតាមអ្វីដែលលោកផៃវណ្ណៈបានបង្ហោះសារនៅថ្ងៃទី 6 ខែមេសាឆ្នាំ 2026 នេះ